Smart Watch ដែលបងប្អូនកំពុងតែឃើញក្នុងវីដេអូនេះមានតម្លៃត្រឹមតែ$19តែប៉ុណ្ណោះហើយជាប្រភេទនាឡិកាដែលមានអេក្រង់ធំរហូតដល់2អ៊ីងហើយនាឡិកានេះមានឈ្មោះថា Lazarfit X7 សម្រាប់ការចាប់បើកក្នុងប្រអប់របស់វាគឺមានខ្សែនាឡិកាទន់ល្មើយជាប្រភេទស៊ីលីកូនហើយមកជាមួយនឹងខ្សែសាកប្រភេទឆ្នាំងសាក wireless charge ផងដែរសម្រាប់នាឡិកានេះពេលចំណាប់អារម្មណ៍ខ្ញុំកាន់ទៅគឺវាធ្ងន់ល្អហើយយើងបើកជាមួយនឹងស្កុតក្រៅរបស់វាដើម្បីធ្វើការបើកនាឡិកាហើយសម្រាប់នាឡិកាបងប្អូនខ្ញុំមើលឃើញនៅក្រៅគឺ color វាស្អាតមែនតើ color វាគឺដិតល្អហើយស្រឡាញ់ជាងគេគឺអេក្រង់វាកោងតិចតិចបងប្អូនឃើញក្នុងវីដេអូស្រាប់អេក្រង់វាគឺកោងតិចតិចហើយជាមួយនឹង color គឺដិតល្អមែនតើបងប្អូនតម្លៃត្រឹមតែ$19បងប្អូនបាននាឡិកាមួយដែលមាន color ស្អាតទូដែកហើយជាប្រភេទខ្សែសាក wireless charge ហើយលើពីនេះទៅទៀតហ្នឹងគឺខ្សែសាកខ្សែនាឡិការបស់វាបងប្អូនគឺខ្សែនាឡិកាជាប្រភេទស៊ីលីកូនទន់ល្មើយតែម្ដងពាក់ទៅធានាថាអត់ឈឺដៃទេបងប្អូនសម្រាប់ថាច់បងប្អូនថាច់គឺរអិលមែនតើនាឡិកានេះយើងថាច់តេស្តមើលទៅគឺល្អិល smooth តែម្ដងបងប្អូនណាអត់សមតម្លៃរបស់វាទេហើយសម្រាប់កម្មវិធីនាឡិកានេះគឺយើងមានច្រើនមែនតើនៅក្នុងនាឡិកាតែមួយបងប្អូននាឡិកាថ្លៃតម្លៃថ្លៃគឺវាមានប៉ុណ្ណាសម្រាប់នាឡិកាតម្លៃ$19 Lazarfit នេះគឺមានទាំងអស់តែម្ដងជាមួយនឹងកម្មវិធីរបស់វាយើងអាចភ្ជាប់ Bluetooth ខលចេញចូលផ្ទាល់ពីនាឡិកាបានអាចទទួលដំណឹងសារផ្សេងៗបន្ទាប់ពីយើងភ្ជាប់ជាមួយនឹង app របស់វាគឺ app Lazarfit ដែលមាននៅក្នុង Play Store ឬក៏ App Store តែម្ដងហើយសម្រាប់នាឡិកានេះបងប្អូនអាច download មុខនាឡិកាក៏បានអាចតាមដានការគេងវាស់ចង្វាក់បេះដូងវាស់សម្ពាធឈាមមុខងារវាស់ជាតិស្ករក្នុងឈាមមុខងារតាមដានភាពធាត់អាស៊ីតគឺច្រើនមែនតើណាបងប្អូនណាហើយសម្រាប់នាឡិកានេះគឺយើងមានហ្គេមមួយដែរក្នុងនាឡិកាគឺហ្គេមប៉ុណ្ណឹងឡានហើយសម្រាប់កម្មវិធីផ្សេងៗមានដូចជាកម្មវិធីផ្លាស់ប្ដូរចម្រៀងតាមដានការស្ថិតកម្មវិធីកីឡាហើយសម្រាប់កម្មវិធីកីឡានេះគឺវាមានច្រើនណាបងប្អូនដែលចិត្តហាត់ប្រាណដូចជាកម្មវិធីរត់ធាក់កង់ឬក៏អីហ្នឹងបងប្អូនគឺមានក្នុងនឹងតែម្ដងអញ្ចឹងពេលដែលយើងចាប់ផ្ដើមរត់គឺវាបង្ហាញកាឡូរីក៏ដូចជាគីឡូថាយើងហាត់បានប្រមាណហើយអញ្ចឹងណាបងប្អូនអញ្ចឹងល្អមែនតើសម្រាប់មុខងារកីឡារបស់វាហើយយើងមានមុខងារមួយទៀតគឺ Casio និង Calendar ផងដែរអញ្ចឹងងាយស្រួលណាបងប្អូនវាមានច្រើនសឹងតែគ្រប់កម្មវិធីហើយនៅក្នុងនាឡិកាតែមួយតម្លៃវាគឺធូរអញ្ចឹងសម្រាប់នាឡិកានេះបងប្អូនតែទិញទៅគឺចំណេញមែនតើហើយសម្រាប់បងប្អូនដែលទិញពីហាងរបស់ខ្ញុំគឺហាងនាឡិកា Dior គឺខ្ញុំនឹង free delivery ជូនបងប្អូនទៀតណាសម្រាប់នាឡិកា Lazarfit X7 នេះហើយសម្រាប់ការភ្ជាប់បងប្អូនអាចមើលវីដេអូបានតិចទៀតខ្ញុំបង្ហាញបងប្អូនរបៀបភ្ជាប់ជាមួយនឹងនាឡិកាគឺភ្ជាប់បានទាំង iOS ក៏ដូចជា Android ផងដែររបៀបភ្ជាប់ជាមួយនឹង Smart Watch ទៅកាន់ទូរស័ព្ទដៃងាយបំផុតបងប្អូនគ្រាន់តែ download ជាមួយនឹង app Lazarfit គឺ app brand នាឡិកាតែម្ដងបងប្អូនអាច download បាននៅក្នុង App Store ឬក៏ Play Store មានទាំងអស់បងប្អូនណាបន្ទាប់មកយើងបើកនាឡិកាយើងហើយយើងបើកទូរស័ព្ទយើងកុំភ្លេចបើក Bluetooth បងប្អូនណាហើយធ្វើការស្វែងរកជាមួយនឹង device របស់វាអញ្ចឹងខ្ញុំធ្វើការផ្ដាច់ device ចាស់សិនហើយបន្ទាប់មកយើងចូលទៅកាន់កន្លែង add device នេះដើម្បីធ្វើការ search រក device នាឡិការបស់យើងដែលយើងចង់ភ្ជាប់បងប្អូនអញ្ចឹងកុំភ្លេចបងប្អូនយើងបើក Bluetooth ក្នុងទូរស័ព្ទសិនណាអូខេអញ្ចឹងវាចេញ device មួយហើយអូខេអញ្ចឹងយើងចាប់ផ្ដើមភ្ជាប់តែម្ដងសម្រាប់ការ connecting នេះវាយូរឆាប់ទៅលើអ៊ីនធឺណិតជាមួយនឹង Bluetooth របស់យើងដែរអូខេអញ្ចឹងបន្តិចទៀតគឺវាចេញហើយបងប្អូនអូខេអញ្ចឹងនាឡិការបស់យើងគឺបានភ្ជាប់ជាមួយនឹងទូរស័ព្ទ 100% ហើយវាដាក់ថា connected ហើយពេលដែលបងភ្ជាប់ហើយគឺបងប្អូនអាចធ្វើការតាំងរូបខ្លួនឯងក៏ដូចជា download មុខនាឡិកាបន្ថែមដែលវាមាន free នៅក្នុង app របស់នាឡិកានេះតែម្ដងបងប្អូនចុចកន្លែងនេះដើម្បីធ្វើការ download មុខនាឡិកាហើយសម្រាប់មុខនាឡិកាគឺមាន free ច្រើនមែនតើបងប្អូនឆ្លាញ់មុខមួយណាបងប្អូនអាចធ្វើការ download បានដោយខ្លួនឯងឧទាហរណ៍ខ្ញុំធ្វើឲ្យបងប្អូនមើលខ្ញុំយកមុខនាឡិកាមួយនេះយើងចុចកន្លែងហ្នឹងហើយយើងចុចខាងក្រោមនេះតោះមកយើងចុចពីខាងលើនេះបងប្អូនសូមរងចាំបន្តិចហ្នឹងអាស្រ័យទៅលើអ៊ីនធឺណិតរបស់យើងណាវាធ្វើការ download មុខនាឡិកាចេញពីទូរស័ព្ទដាក់ចូលក្នុងនាឡិកាយើងតែម្ដងអូខេអញ្ចឹងមុខនាឡិកាយើង download 100% ហើយអញ្ចឹងបងប្អូនអាចឃើញបាននៅលើនាឡិកាគឺមុខនាឡិកាដែលយើង download មិញហ្នឹងគឺវានៅក្នុងនាឡិកាសម្រាប់ហើយសម្រាប់នាឡិកានេះតម្លៃ$19បងប្អូនអាចរកទិញបានណាអរគុណ